របៀបធ្វើនំបាញ់កែបឬនំបំពង់ឲ្យមានរសជាតិស្រួយឆ្ងាញ់ចាស់ហើយសម្រាប់នំនេះដែរនៅវីដេអូមុនក៏ខ្ញុំធ្លាប់បានធ្វើបង្ហាញបងប្អូនដែរប៉ុន្តែគឺខ្ញុំធ្វើនំបាញ់កែបឬនំបំពង់រសជាតិដើមថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើនំបាញ់កែបឬនំបំពង់រសជាតិស្លឹកតើយនំរបស់យើងមានសភាពស្រួយឆ្ងាញ់និងមានក្លិនឈ្ងុយមែនទែនចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាស់ជាដំបូងឡើយយើងរៀបចំធ្វើទឹកស្លឹកតើយដោយសារតែខ្ញុំអត់មានស្លឹកតើយស្រស់នៅក្នុងថ្ងៃនេះគឺខ្ញុំប្រើទឹកក្លិនស្លឹកតើយបែបនេះបងប្អូនដោយខ្ញុំដាក់ទឹករបស់យើងចំនួន50មីលីលីត្រហើយខ្ញុំដាក់ទឹកស្លឹកតើយរបស់យើងប្រហែលជាមួយភាគ4នៃស្លាបព្រាកាហ្វេចាស់ហើយបើសិនមកបងប្អូនមានស្លឹកតើយស្រស់សូមបងប្អូនធ្វើការកិនហើយយើងពូតយកទឹកស្លឹកតើយរបស់យើងនឹងចំនួន50មីលីលីត្រជាបន្តមកទៀតគឺខ្ញុំមានពងមាន់ឬក៏បងប្អូនអាចប្រើពងទាក៏បានដែរចំនួន2គ្រាប់យើងវាយពងមាន់របស់យើងឲ្យវាបានបែកចូលគ្នាសព្វល្អមកនៅពេលដែលពងមាន់របស់យើងបានបែកល្អហើយគឺជាបន្តមកទៀតគឺខ្ញុំបន្ថែមខ្ទិះដូងចំណុះ150មីលីលីត្រហើយបន្ទាប់មកយើងចាក់ទឹកស្លឹកតើយរបស់យើងចូលហើយយើងកូរច្របល់ឲ្យល្បាយវាបានចូលគ្នាសព្វល្អមកជាបន្តមកទៀតយើងចាប់ផ្ដើមលាយម្សៅនំរបស់យើងដូចជាដំបូងឡើយគឺខ្ញុំមានម្សៅអង្ករខ្សាយចំនួន1ខាំយើងដាក់អំបិល1/4នៃស្លាបព្រាកាហ្វេហើយនឹងស្ករអំពៅចំនួន60ក្រាមដោយសារនំខ្ញុំធ្វើក្នុងថ្ងៃនេះគឺខ្ញុំធ្វើអត់សូវផ្អែមពេកទេបើសិនមកបងប្អូនចូលចិត្តផ្អែមសូមបងប្អូនធ្វើការបន្ថែមបន្ថយស្ករទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតយើងយកទឹកខ្ទិះដូងស្លឹកតើយរបស់យើងមកលាយជាមួយម្សៅរបស់យើងដោយយើងបែងចែកវាចាក់ជា2ឬក៏3ដងមកយើងចាក់វាម្ដងបន្តិចហើយយើងកូរឲ្យល្បាយម្សៅហើយនឹងខ្ទិះដូងរបស់យើងបានរលាយចូលគ្នាសព្វល្អហើយជាបន្តមកទៀតគឺខ្ញុំបន្ថែមល្ងខ្មៅដែលយើងលីងរួចហើយនឹងចំនួន1ស្លាបព្រាបាយកន្លះយើងកូរច្របល់ឲ្យវាបានចូលគ្នាសព្វល្អមកជាបន្តមកទៀតយើងចាប់ផ្ដើមចាក់នំរបស់យើងដូចជាដំបូងឡើយយើងដាក់កម្ដៅពុម្ពរបស់យើងឲ្យក្ដៅនៅពេលដែលពុម្ពរបស់យើងចាប់ផ្ដើមក្ដៅហើយយើងដួសម្សៅដាក់ទៅលើពុម្ពរបស់យើងសម្រាប់បរិមាណនេះបងប្អូនអាចដាក់តិចច្រើនតាមចំណង់ចំណូលចិត្តប៉ុន្តែសូមបងប្អូនកុំដាក់ច្រើនពេកបើសិនយើងដាក់ច្រើននៅពេលដែលយើងបិទពុម្ពរបស់យើងវាអាចនឹងហៀសាច់នំរបស់យើងចេញចាស់ហើយសម្រាប់ពុម្ពដែលខ្ញុំធ្វើវាអត់សូវធំពេកទេអញ្ចឹងគឺខ្ញុំដាក់ម្សៅរបស់យើងចំនួន1វែកហើយបន្ទាប់មកយើងបិទពុម្ពយើងដាក់វាមួយចំហៀងយើងដាក់ចំអិនវាប្រហែលជា40វិនាទីហើយបន្ទាប់មកយើងត្រឡប់ទៅមួយចំហៀងទៀតយើងដាក់ប្រហែល40វិនាទីដូចគ្នាសម្រាប់ភ្លើងដុតនំនេះដែរសូមបងប្អូនកុំប្រើភ្លើងខ្លាំងយើងប្រើភ្លើងតិចមកប្រសិនបើយើងប្រើភ្លើងខ្លាំងពេកវាអាចនឹងឲ្យនំរបស់យើងនឹងឆាប់ខ្លោចចាហើយសម្រាប់គន្លឹះដែលធ្វើឲ្យនំរបស់យើងនឹងវានៅតែមានសភាពស្រួយឆ្ងាញ់ទោះបីនំរបស់យើងចុះត្រជាក់ហ្នឹងគឺយើងចាក់នំរបស់យើងឲ្យវាមានសភាពឡើងក្រហមបែបនេះបងប្អូនហើយនៅពេលយើងបត់ទៅវាមានសភាពរឹងតិចចាហើយនៅពេលយើងធ្វើការបត់នំរបស់យើងនៅលើពុម្ពបងប្អូនមិនចាំបាច់បិទហ្គាសឬក៏បន្ថយភ្លើងទេបើសិនបើនំរបស់យើងអត់ក្រហមល្អទេហើយបងប្អូនធ្វើការបត់នៅពេលយើងទុកឲ្យវាត្រជាក់គឺនំរបស់យើងមានសភាពទន់ចាអញ្ចឹងសូមបងប្អូនធ្វើការចាក់នំរបស់យើងរហូតដល់យើងអស់ម្សៅរបស់យើងមកនំបាញ់កែបក៏នំបំពង់របស់យើងបានឆ្អិនរួចរាល់ហើយសម្រាប់នំដែលខ្ញុំធ្វើក្នុងថ្ងៃនេះគឺបាន25នំ